មន្ត្រីសុខាភិបាលបញ្ជាក់ថាជំងឺគ្រុនឈាមកំពុងផ្ទុះឡើងគួរឲ្យបារម្ភរយៈពេល5 ខែខេត្តសៀមរាបមានអ្នកកំពុងសម្រាប់ព្យាបាលជាង 1000 ករណីមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តសៀមរាបបានបង្ហាញថាគិតត្រឹមរយៈពេល5 ខែឆ្នាំ2025នេះករណីជំងឺគ្រុនឈាមកំពុងផ្ទុះឡើងគួរឲ្យបារម្ភខណៈដែលរដូវភ្លៀងបានមកដល់នៅក្នុងខេត្តសៀមរាបមានអ្នកកំពុងសម្រាប់ព្យាបាលជំងឺចំនួន 1050 ករណីដែលករណីនេះមានស្ថានភាពធ្ងន់ជាងឆ្នាំ2023និងឆ្នាំ2024ប៉ុន្តែការផ្ទុះជំងឺមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយលោកវិជ្ជាបណ្ឌិតសូសុធីប្រធានការិយាល័យបង្ការនិងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី3ខែមិថុនានេះថាចំពោះករណីខាងលើភាគច្រើនកើតលើកុមារដោយមនុស្សចាស់មានតែប្រមាណ 5% ករណីខាងលើដែលកំពុងសម្រាប់ព្យាបាលតាមបណ្ដាមន្ទីរពេទ្យក្នុងខេត្តសៀមរាបហើយអ្នកជំងឺទាំងនេះមកពីបណ្ដាខេត្តផ្សេងៗគ្នាដូចជាកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាបផ្ទាល់ករណីជំងឺគ្រុនឈាមក៏បានបណ្ដាលឲ្យកុមារ2នាក់បានស្លាប់មកពីខេត្តបាត់ដំបងនិងខេត្តកំពង់ធំជាធម្មតាជំងឺគ្រុនឈាមវាមាន2ទៅ3ឆ្នាំវាងើបឡើងផ្ទុះម្ដងពី3ឆ្នាំវាងើបឡើងផ្ទុះធំម្ដងជំងឺគ្រុនឈាមជាជំងឺមួយដែលភាគច្រើនយើងកើតនៅលើក្មេងហើយប្រសិនបើបងប្អូនប្រជាជនយើងឃើញថាក្មេងដែលគាត់ក្តៅខ្លួនខ្លាំងណាកាលណាគាត់ក្តៅខ្លួនខ្លាំងហើយដាក់ថ្នាំបាន1ម៉ោង2ម៉ោងក្តៅវិញដាក់ថ្នាំបាន1ម៉ោង2ម៉ោងក្តៅវិញតបមកមួយថ្ងៃ2ថ្ងៃក្រោយមកវាអាចមានចេញសញ្ញាក្រហមកទួលទួយៗនៅលើខ្លួនរបស់យើងក្មេងហ្នឹងកាលណាមានជំងឺគ្រុនឈាមគឺគាត់តែងតែមានអារម្មណ៍ថារងាមល្ងុយតាគេងវាជាជំងឺឆ្លងដែលបណ្ដាលមកពីមូសខ្លាហើយសត្វមូសនេះគឺវាកើតនៅក្នុងគេហៅថាទឹកមួយដែលមានលក្ខណៈនឹងហើយថ្លាអញ្ចឹងនៅពេលដែលភ្លៀងមកបង្អុរមកអញ្ចឹងទៅទឹកដែលដក់នៅតាមសម្បកដូងសម្បកកំប៉ុងសម្បកអីនេះគឺជាប្រភពដែលកើតឲ្យមូសហ្នឹងហើយលោកវិជ្ជាបណ្ឌិតសូសុធីបង្ហាញទៀតថាទោះមានករណីកើតឡើងច្រើនមន្ត្រីជំនាញក៏កំពុងបន្តយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដើម្បីបង្ការនិងទប់ស្កាត់កុំឲ្យឆ្លងជំងឺគ្រុនឈាមនេះព្រមទាំងបានចុះចាក់ថ្នាំនៅតាមភូមិដែលកំពុងកើតជំងឺគ្រុនឈាមច្រើនផែនការត្រៀមថ្នាំអាបេតប្រមាណ15តោនផ្ដល់ជូនប្រជាពលរដ្ឋលោកវិជ្ជាបណ្ឌិតក៏បានណែនាំដល់ប្រជាពលរដ្ឋឲ្យសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានល្អកុំឲ្យមានការដក់ទឹកនៅតាមសម្បកកង់ឡានថ្លុកសម្បកកំប៉ុងសម្បកដូងជាដើមពិសេសពាងទឹកត្រូវមានគម្របដាក់ថ្នាំអាបេតឬចិញ្ចឹមត្រី7 ពណ៌ជាដើមគុំតនអាប៉ះវាចាំនឹងដួសវិញនេះបាទអាហ្នឹងឈប់